Hello សួស្តីអ្នកទាំងអស់គ្នាបាទយើងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនឹងរឿងពិភពធម្មពលវេទមន្តនៅភាគ208បន្តទៀតហើយថ្ងៃនេះខ្ញុំនឹងដាក់រឿងគំនុំទេវតាឋានសួគ៌នៅភាគទៀតទើបតែចេញថ្មីនោះទេរួមជាមួយនឹងរឿងទឹកដីធម្មពលវិញ្ញាណឈុតភាគទី95ផងដែរក៏ប៉ុន្តែចំពោះវីដេអូមួយនេះគឺរៀងវល់បន្តិចហើយបាទគឺ Perfect World ហ្នឹងឥឡូវកុំឲ្យខាតពេលយូរយើងមកទេសនានៅវីដេអូពេញថាមានឈុតឆាកអ្វីដែលបានកើតឡើងឃើញថាស៊ីហារួមជាមួយនឹងលីងអឺហ្នឹងក៏ធ្វើដំណើរមកកាន់ច្រកទ្វារមួយកន្លែងបាទជាសំណាក់របស់លីងអឺនឹងឯងពេលនោះក៏មានធ្លាក់ខ្យល់បន្តិចស៊ីហាមានការព្រួយបារម្ភជាខ្លាំងអស់ពីចាត់បច្ច័យដង្ហើមនៃសម្ពាធយ៉ាងខ្លាំងមួយក៏បានហោះចេញមកគឺជាឆ្កែដ៏ស្លាប់មួយក្បាលធ្វើឲ្យស៊ីហាចំអើជាខ្លាំងដែលតាមពិតទៅគឺជាកូនចចកតូចតែប៉ុណ្ណោះបាទគឺជាឆ្កែញីបាទពួកនេះដូចជាសៀងគូពិបាកហៅខ្លាំងមែនទែនគូក៏បានចូលទៅចិត្តស៊ីហាថែមទាំងបានយល់ដាតខ្លួននឹងលិតយកតែស៊ីហាមានអារម្មណ៍ថាទម្ងន់របស់វាធ្ងន់ខ្លាំងណាស់ហើយក្លិនស្អុយទៀតចេញទៅនាងក៏បង្រួមខ្លួនទៅជាទូចបាទក៏បានប្រាប់ថាឪពុករបស់នាងលីងអឺហ្នឹងគឺធ្វើដំណើរទៅខាងក្រៅដើម្បីហ្វឹកហាត់ហើយនៅទីនេះមានអារម្មណ៍ថាគួរធុញទ្រាន់ខ្លាំងមែនទែនលីងអឺគិតថាពេលនេះគឺនាងនៅម្នាក់ឯងទៀតហើយអញ្ចឹងនោះនាងក៏បានមើលមុខនាងបន្តិចគាត់គិតថាឪពុករបស់នាងក៏នឹកនាងដូចគ្នាផងដែរតែតាមពិតទៅពួកគេគួរតែត្រឡប់មកឲ្យកាន់តែលឿនជាងនេះបាទដើម្បីជួយសង្គ្រោះនាងផងដែរអញ្ចឹងទៅក៏ស៊ីនគូប្រាប់ទៅកាន់ស៊ីហាទីថាលោកដឹងថានាងនឹកលោកខ្លាំងប៉ុណ្ណានោះទេទៅពេលដែលលោកមិននៅទីនេះតែទៅបានបន្ថយជីវិតធ្វើដំណើរទៅកាន់កន្លែងមួយតែម្នាក់ឯងទៀតដើម្បីរងចាំលោកគឺនៅឯផ្ទះតូមមួយក្នុងវគ្គមុននឹងឯងដោយសារតែនាងអៀនពេកក៏បានងាកទៅមកខាងជាប្រពន្ធទីប្រមាណរបស់ស៊ីហាវខ្ញុំអត់ទាន់ដឹងដែរស៊ីហាវក៏និយាយទៀតថាពេលនេះគួរតែបរិយចំណាំអ្នកនោះសម្ដៅទៅលើឪពុករបស់លីងអឺនឹងគួរតែមកស្វាគមន៍ពួកគេបាទដើម្បីទទួលនៅកូនប្រសាថ្មីគូសោកស្ដាយពួកយើងគួរតែមកថ្ងៃផ្សេងទៅដែលគាត់អត់នៅហើយហើយក៏ធ្វើឲ្យលីងអឺមានអារម្មណ៍ថារៀងអៀនខ្លួនដែរនៅពេលដែលឮបែបនេះគូសុំឲ្យស៊ីហានឹងនាំខ្លួនទៅជាមួយផងអត់ចង់នៅទីនេះនោះទេព្រោះថាគួរធុញទ្រាន់ខ្លាំងណាស់ស៊ីហាប្រាប់ថាផ្លូវមួយនេះគឺវាគ្រោះថ្នាក់តែស៊ីនគូមិនខ្វល់ពួកគេធ្វើដំណើរមកកាន់កន្លែងមួយផ្សេងទៀតតែពពករន្ទះយ៉ាងខ្លាំងបានទៅលើអាកាសនោះគឺជាអាសនៈបុរាណចុងជូស្ថិតនៅក្នុងខាងក្រៅតំបន់នៃតំបន់ទាំង3000ខណៈពេលនោះនៅលើមេឃក៏បានលើចេញនៅទូខុសមួយមានជើងខ្លាំងម្នាក់ជានៅលើនោះពួកនេះសុទ្ធតែជាអតិទេពជើងខ្លាំងហើយវាក៏បានបញ្ជូននៅរទេះសេះមួយតែជាស្ដែងដូចជាខ្លាច្រើនជាងដើម្បីទៅចាត់ការនៅសង្ឃគុណនិយមជាច្រើនរូបដែលនៅខាងក្រោមនោះគ្រាន់តែអតិទេពជើងខ្លាំងម្នាក់នោះលើកដៃចង្អុលបន្តិចផ្កាឈូកមួយស្រទាប់ក៏បានផុសចេញមកតែប្រវល់នៃផ្កាឈូកនេះគ្រាន់បើអាចនិយាយថាគឺវាអាចវាយជាមួយនឹងធម្មពលអមតៈទី3របស់ស៊ីហាវបានក៏ពលឹងអមតៈទី3របស់ស៊ីហាវបានគ្រាន់តែធម្មពលរបស់វានឹងប៉ះជាមួយនឹងរាងកាយនៃបុព្វជិតទាំងអស់នោះបន្តិចក៏បានរលាយភ្លាមជាសាហាវមែនទែនបែបនេះគឺក្អឺតកតោមខ្លាំងមែនទែនបន្ទាប់ពីចាក់សម្លាប់នៅអ្នកកូននិយមទាំងអស់នោះហើយវាក៏បានចាក់ចេញទៅងាកមកមើលស៊ីហាវរួមជាមួយនឹងអ្នកទាំងពីរពងដែរដើរឆ្លងភ្នំដែលមានសម្ពាធយ៉ាងខ្លាំងសង្កត់សម្ពាធខ្លាំងពេកនាងក៏បានលាក់ទៅលើដីតែម្ដងទៅស៊ីហាវក៏សួរទៀតថាតើនៅចង់តាមខ្ញុំដែរទៀតឬក៏អត់នាងក៏និយាយលក្ខណៈថាគួរអាណិតតែមានសម្ពាធខ្លាំងនឹងឯងសង្កត់នាងដល់ថ្នាក់នេះក៏សម្ដែងនៅទឹកមុខក្រៀមក្រំមានបំណងចង់ឲ្យស៊ីហាវនឹងគ្រាខ្លួនណាបាទហាវក៏អស់ជំរឿចាប់ផ្ដើមសែងដាក់លើស្មាតែម្ដងទៅហើយក៏បន្តដំណើរទៅខាងមុខទៀតសម្ពាធខ្សោយបែបនេះចំពោះស៊ីហាវអត់មានប្រយោជន៍នោះទេតាបតានឹងក៏លីងអឺប្រាប់ទីថាមានអតិថិជនជាច្រើនដែលបរាជ័យក្នុងការឡើងនៅភ្នំមួយនេះដោយសារតែច្បាប់នៅលើភ្នំនេះគឺសម្ដៅលើសម្ពាធនឹងគឺវាកាន់តែខ្លាំងក្លាឡើងសូម្បីតែអតិថិជនពិតប្រាកដក៏អាចជាពិបាកក្នុងការឡើងភ្នំនេះដែរស៊ីហាវក៏តបទៅវិញទៀតថាក៏ដែលគ្មានអ្វីទៅឆ្ងល់នោះទេដែលខ្ញុំជ្រើសរើសនៅភ្នំមួយនេះបីឆ្លងទៅកាន់នៃការចូលរួមនៅតំបន់3000នោះនិយាយថាក៏ជាសម្ពាធមួយសម្រាប់ឲ្យពួកគេហ្វឹកហាត់ផងដែរទីបំផុតពួកគេក៏បានឆ្លងមកកាន់ទីក្រុងមួយកន្លែងផ្សេងទៀតនោះមានមនុស្សអ៊ូអរជាច្រើននៅក្នុងផ្សារបាទនៅខាងមុខគឺមានសំណាក់ដ៏ធំមួយមើលទៅដូចជាទៀមតែហើយនៅក្នុងសំណាក់នោះដែរយើងឃើញថាមាននៅអ្នកកូននិយមឬក៏គេហៅថាសង្ឃកូននិយមជាច្រើនរូបដែលហូបអាហារនៅទីនោះពលលឺមនុស្សជជែកគ្នាមិននឹកស្មានថានៅខាងក្រៅតំបន់3000នេះគឺមាននៅបដី10មេឃ9វាពិតជាអស្ចារ្យហើយមានអំណាចខ្លាំងក្លាមែនទែនអ្នកខ្លះក៏និយាយទៀតថាថ្មីៗនេះមានព័ត៌មានតាក់ទងអំពីការជ្រើសរើសនៃអ្នកដែលមានទេពកោសល្យអំពីសាលាខ្លាំងផ្សេងទៀតជាហាដាបណ្ដាព្យាយាមបើកទៅជាដើម្បីប្រទានស្ដាប់បណ្ដាគាត់ចាប់អារម្មណ៍មួយនឹងសម្ដីរបស់ពួកគេហើយនឹងអ្នកដែលមានទេពកោសល្យទាំងអស់ប្រមាណទេក៏បានទះຕົកមួយដៃផាងគាត់គិតថានេះគឺជាការរបស់គាត់គឺបានមកដល់ហើយតែប្រមាណទៀតគិតទៀតថាខ្ញុំឮថាមាននៅជើងខ្លាំងមកខាងក្រៅតំបន់តែមានឈ្មោះថាលិនធានគឺសម្ដៅទៅលើអបៈជាលើរទេះសេះអំបញ្ញមិញនេះគ្រាន់តែលើកមេរៀនដៃបន្តិចបញ្ចេញ
ពីផ្កាឈូកសម្រាប់នៅបុព្វជិតជាច្រើនរូបធម្មពលរបស់វាគឺខ្លាំងក្លាមែនទែនអាចវាយជាមួយនឹងស៊ីហាវបានហើយពេលលីនធាននឹងបានបង្ខំឲ្យមនុស្សម្នាជាច្រើនធ្វើជាសត្រូវរបស់វាថែមទៀតផងតែដូច្នេះហើយគួរតែប្រយ័ត្នប្រយែងផងអាចជាបាត់បង់ជីវិតលីនធានគឺខ្លាំងក្លាមែនទែនក្នុងខ្លាំងជាងជើងឯកចំនួនទី10ទៅទៀតខ្លាំងជាងនឹងឈន់តែសមត្ថភាពក៏មិនដល់នឹងឈន់ទេអាចនិយាយថាបាក់អបហាយជាស្រ័យផងបើពេលខ្លះខ្ញុំនិយាយវល់ក្នុងនេះទេក៏បានលាក់ពេញតែក៏និយាយទៀតថាផ្លេចបងប្រហងរបស់ខ្ញុំហើយមែនទេគាត់គឺជាអ្នកចុងក្រោយដែលពឹងលើកម្លាំងរបស់ខ្លួនឯងក្នុងទីក្រុងធានរិនគាត់បានវល់វាឲ្យកលាប់ចាក់ថែមទៀតគឺបែបហ្នឹងក៏លីនហើយនឹងស៊ីហានឹងចាប់ដើមពួកក្បាលគ្នាទៅវិញទៅមកមានអ្នកលើកឡើងអំពីគាត់ដែរតើនៅក្បែរនោះក៏មានទេពអប្សរ CJ ម្នាក់ទៀតបាទក៏ផឹកតែធ្វើមិនដឹងតែមានថងនោះក៏បានសួរនាំនាងបន្តិចទៅនេះគឺជាទេពអប្សរម្នាក់ដែលចាក់ចែងពីដែនតំបន់របស់ខ្លួនមកខាងក្រៅបរិះដែលមានដៅខ្មៅបាទដៅទីខ្មៅនៅក្នុងស្មារបស់ខ្លួននោះគឺជាមួយសម្លាញ់ចាស់របស់ស៊ីហាវតែស៊ីហាវមិនចងចាំហើយក៏បានបញ្ជាក់ប្រៀបថាតែនាងដឹងថាបងប្រុសស៊ីហាវរបស់ខ្ញុំខ្លាំងក្លាប៉ុណ្ណាដែរឬក៏អត់នាងក៏ប្រាប់ទៀតថាគ្រាន់តែដឹងថាហងគឺអាហានមែនទែននាងគ្រាន់តែបានឃើញគាត់ទួលនៅជោគជ័យក្នុងការប្រកួតនៅឯចលងអមតៈពីចម្ងាយតែប៉ុណ្ណោះហើយក៏មិនដែលបានស្គាល់គ្នាទៅវិញទៅមកនោះទេក៏បានដកនៅដាវខ្មៅនោះចេញមកចឹងខានឃើញស៊ីហាវរយៈពេលច្រើនឆ្នាំមកហើយក៏មិនដែលបានបញ្ជូតនៅក្បែរខ្លួនរ៉ាដូហងថែមទៀតទៅលីងដែលនៅទីនោះក៏ប្រាប់ឲ្យស៊ីហាវនឹងទៅតាក់នៅមួយសំណាញ់ចាស់របស់គាត់បន្តិចទៅផឹកតែនិយាយលេងជាមួយនឹងគាត់ស៊ីហាវក៏ប្រាប់ទៀតថាយើងសឹបទៅខ្ញុំមិនដឹងថាខ្ញុំមានមួយសំឡាញ់ចាប់ប្រមាណអ្នកនោះទេហើយក៏មិនដឹងថាវាជាមិត្តទីប្រមាណដែរលក្ខណៈថារៀងចង់ភ្លេចបាទដោយសារតែមិត្តភក្តិច្រើនពេកនៅខាងក្រៅឃើញថាច្រកលំហក៏បានបើកឡើងរទេះសេះបាទដែលបានសម្លាប់មនុស្សអំបញ្ញមិញនេះក៏បានបង្ហាញក្នុងតំបន់នោះបាទសំណាក់ដែលពួកគេកំពុងតែអង្គុយផឹកស៊ីថែមទាំងបានចូលមនុស្សដែលមិនដឹងអីថែមទៀតផងខ្លះគិតថាអ្នកនៅក្នុងរទេះនេះក៏អឺកតុងខ្លាំងមែនទែនអ្នកនៅក្នុងគណៈគិតថាលីនធានគឺបានមកដល់ហើយឆាប់ទៅមើលលឿនទៅពួកគេក៏បានចេញមកព្រមគ្នាមុតសម្លាញ់ចាស់របស់ស៊ីហាវគិតថាវាដូចជាធ្វើបាបគេច្រើនខ្លាំងពេកហើយតាមនេះទេគិតថាកុំបង្កបញ្ហាឲ្យសោះការវិរំលាយគឺត្រូវបានចប់ហើយស៊ីហាវក៏មិនបានចេញទៅក្រៅដែរអង្គុយមើលពីក្នុងសំណាក់គឺក៏បានជជែកគ្នាអំពីការវិរំលាយនោះគឺតេស្តនៃភាសាបុរាណ CET 6អ្វីម្យ៉ាងដែលខ្ញុំមិនសូវជជុលនោះទេបាទក្នុងតំបន់3000នេះដូចជាត្រូវបានបញ្ចប់ហើយក៏ប៉ុន្តែបែរជាលេចចេញនៅលីនធានមកម្ដងទៀតមួយទៅវាដូចជាមានចេតនាអ្វីម្យ៉ាងខណៈពេលដែលសម្លេងចេញពីប្រទេសនោះនិយាយទៅកាន់គេគឺធ្វើឲ្យអាប៉ែសក់ក្រហមនឹងលក្ខណៈថាអោតខ្លាំងមែនទេក៏បានអោនក្បាលគោរពទៅកាន់បរិយាដែលស្ថិតក្នុងប្រទេសនោះដែលគិតថាគឺជាលីនធានណាបាទតែមកពីប៉ដី9ដី10 មេ9ហើយក៏បានសរសើរវាពិតជាមនុស្សដែលមានសមត្ថភាពពិតមែនក៏ប៉ុន្តែវាចង់ឲ្យពួកគេនៅទីនេះវាយជាមួយនឹងវាអ្នកស្រីក៏និយាយទៀតថាដូចជាលឿនពេកហើយទៀតដឹងក៏បានលូកដៃចេញមកហក់ឡើងទៅលើអាកាសបង្ហាញខ្លួនមើលទៅវាដូចជាសត្វស្វាវាប្រាប់ថាតើណាទៅមានតកូលីនអញ្ចឹងវាមិនមែនជាលីនធាននោះទេគឺគ្រាន់តែជាអាស្វាមួយក្បាលគេដែលចាត់ទុកថាស្វានេះគ្រាន់តែជាកញ្ចេះឬក៏ទេសកលរបស់លីនធានដែលបញ្ជូនមកទីនេះតែប៉ុណ្ណោះវាហៅខ្លួនវាថាស្វាទេពចាស់របស់វាគឺលីនធានជាឲ្យវាមកទីនេះដើម្បីចូលរួមតែនៃការវិតម្លៃខ្លះក៏ដៀលថាគ្រាន់តែជាទេសកលឬក៏កញ្ចេះរបស់លីនធានតែប៉ុណ្ណោះហ៊ានធ្វើបាបមនុស្សដែលនៅទីនេះផងអីឯងពិតជាក្អឺកកតងខ្លាំងមែនទែនវាក៏តទៅវិញទៀតថាពួកឯងគ្មានតម្លៃលើកឡើងអំពីម្ចាស់របស់យើងនោះទេមិនមកអង្គយូរក៏បរោះបានតក្រហមនឹងក៏ចាប់ផ្ដើមបញ្ចេញនៅអាវុធរបស់ខ្លួនដូចជាត្រែអញ្ចឹងជាស្នែងសัตว์អ្វីមួយយ៉ាងចាប់ផ្ដើមផ្លុំបញ្ចេញសម្រែកវាបានទៅលើស្វាទេពនោះវាក៏បានបញ្ចេញនៅរនាំងការពីម្យ៉ាងវាក៏បានបញ្ចេញសម្រែកមកវិញប្រែករបស់វាគឺខ្លាំងជាងត្រែរបស់វាទៀតធ្វើឲ្យព្រះបាយបន្តិចវាក៏ព្យាយាមផ្លុំបន្ថែមទៀតវាប្រឹងមួយទំហឹងពួកយើងខ្លាំងក៏បានផ្ទុះឡើងបោងនៅរាងកាយឲ្យទីទៅម្ខាងទៅមុខលើកដៃដល់មួយទំហឹងបោងនៅរាងកាយឲ្យស្លាប់ភ្លាមៗនៅមួយកន្លែងសាហាវខ្លាំងមែនទេមិនងាប់ទេអធិស្ឋានបានគ្រាន់តែស៊ីដៃមីនេះត្រូវរបួសរៀងធ្ងន់នេះក៏សួរតែមានអ្នកស្ម័គ្រចិត្តទៀតដែរឬក៏អត់ឆាប់ចូលមកមិត្តសម្លាញ់របស់ស៊ីហាវក៏បានបង្ហាញខ្លួនគាត់ឈ្មោះថាជូស៊ីប៉ាជួយណែនាំផងស៊ីហាវក៏ស្គាល់ឈ្មោះជូស៊ីប៉ាចឹងហៅថាប៉ែជួបានដែរឈ្មោះក្នុងរឿងនេះគេហៅដល់ទៅពីរដឹងថាមួយណាប្រកបនោះទេស៊ីហាវដឹងថាតាមពិតគឺជាមិត្តសម្លាញ់ចាប់របស់គាត់ពិតមែនណែម្នាក់ស្រីនោះក៏បានចូលមកកវីក្បាលកុំឲ្យទៅវាយជាមួយនឹងស្វាទេពនេះអីគាត់បានសម្រេចចិត្តហើយក៏បានឈ្មោះទៅមុខចាប់ផ្ដើមគ្រវីនៅដាវខ្មៅរបស់ស៊ីហាវតែធម្មពលគាត់ប្រើគឺជាធម្មពលផ្ទាល់ខ្លួនរបស់គាត់នោះទេកាប់វាមួយដាវវា5រៀមដៃពីរទប់ជាប់ក៏និយាយទៀតថាឯងចង់បំបាក់មុខរបស់យើងផងមែនទេបានបំប៉ោងរៀបច្បងជូឲ្យទៀនមកក្រាបបន្តិចចាប់ផ្ដើមប្រើប្រាស់នៅដាអតិទេពតាលូស៊ីហាវធ្លាប់ប្រើពីមុនតែវាខ្លាំងប៉ុណ្
ណាតែជាក់ស្ដែងកម្លាំងរបស់គាត់គឺនៅខ្សោយខ្លាំងមែនទេមិនអាចប្រើប្រាស់នៅដាវនេះបាននោះទេតលតែស៊ីហាដោយផ្ទាល់ទើបអាចប្រើប្រាស់នៅដាវនេះបាននេះគិតថាហេតុអ្វីបានជាឯងឲ្យតម្លៃ Brother Hawk របស់ឯងខ្លាំងម្ល៉េះបានគប់វិសមួយដៃក៏បានសាយលឺលូកដាវទៅចិត្តឲ្យសម្លេះវាចោលតែខណៈពេលនោះក៏បានលើចេញនៅរនាំងការពារមួយការពារណាបែកជូនៅខាងមុខសម្លេងរបស់ស៊ីហាក៏បានមកលឺឡើងពីលើអាកាសលឺមួយក៏បានបាញ់ឡើងបំផោននៅរាងកាយរបស់ស្វាទេពស៊ីហាក៏បានបកគលនៅដាវទីទេពតាលូពិតប្រាកដគឺជាដាវដែលល្បីល្បាញដែលស៊ីហាតែងតែប្រើបានគិតជាអខ្លាំងណាស់ទីបំផុតគឺ Lord Hawk បានបង្ហាញខ្លួនហើយពេលនេះ Hawk គេហៅថាជា Lord វិញបាទនិយាយថាគឺជាស្ដេចដ៏ខ្លាំងក្លាម្នាក់វាគ្រាន់តែជាងារបាទនៅពេលដែលបរិះណាម្នាក់បានក្លាយទៅជាជើងខ្លាំងតែជាស្ដេចស៊ីហាកំពុងតែអង្គុយវិលនៅពេញតែនៅក្នុងដៃក៏បានឲ្យ Brother Hawk Brother ជូនឹងប្រើប្រាស់នៅដាវអតិទេពតាលូរបស់គាត់ទៅហើយកុំខ្លាចឲ្យសោះគាត់នៅទីនេះហើយវាក៏មិនញញចាប់ដើមកាន់ដាវគ្រវីត្រៀមចាប់ទប់ទល់ជាមួយនឹងអាស្វាទេវាក៏បានឈ្មោះទៅខាងមុខណាពេលនោះក៏ស៊ីហាបន្ថែមធម្មពលជួយទៅក្នុងដាវតាលូរបស់គាត់កាប់មួយឆាយធម្មពលនៅផ្លែដាវជាច្រើនក៏បានកាប់ជ្រៀកនៅរាងកាយរបស់វាធ្វើឲ្យរបួសយ៉ាងធ្ងន់ធ្ងររាងកាយធ្លាក់ទៅខាងក្រោមនៅទីនោះក៏បានហូរកញ្ជ្រៀវឲ្យដាវជូយ៉ាងអឹងកងតែអាស្វាទេមិនអស់ចិត្តនោះទេវាក៏បានងើបឡើងម្ដងទៀតវាពិតជាខឹងប្រាប់ថាហងឯងកុំលាក់កន្ទុយតទៅទៀតឆាប់បង្ហាញខ្លួនមកតែជាស្ដេចស៊ីហាអង្គុយពឹកតែធ្វើមិនដឹងបាទដូចមិនដូច្នេះជឿនឹងសម្លាប់នៅបងប្អូនរបស់ឯងចោលវាក៏បានឈ្មោះទៅខាងមុខលើកនៅកញ្ញារបស់ខ្លួនបីសម្លាប់នៅជូឃើញភាពមិនស្រួលបែបនេះក៏ស៊ីហាក្រវិសនៅពេញតែរបស់គាត់ព្រមតែពេញតែមួយក៏អាចបំផោងនៅរាងកាយរបស់ស្វាទេពបានផងដែរដៃរបស់វារងរបួសយ៉ាងធ្ងន់មានឈាមហូរចេញមកក៏បានបង្ហាញខ្លួននៅក្បែរប្រាដេជើចឹងគាត់ជាអាចមកយកជីវិតរបស់អាស្វាទេពនោះដោយផ្ទាល់ណៃបើសម្លាញ់ចាប់របស់គាត់នោះក៏បានបកគលនៅដាវនោះទៅឲ្យ Lord Hawk វិញបានអរគុណស៊ីហាដែលបានជួយសង្គ្រោះជីវិតរបស់ខ្លួនផងដែរគ្រប់គ្នាគឺញាប់ឲ្យខ្លាំងមែនទែនបែរតែបានឃើញនៅជើងខ្លាំងបាទស៊ីហាដែលបង្ហាញខ្លួននៅទីនេះស៊ីហាក៏បានសរុបនៅដាវរបស់ខ្លួនទៅទៅគឺក៏បានហូរកញ្ជ្រៀវឲ្យស៊ីហាដល់ពេលនេះដែលស៊ីហាប្រាប់ទៅកាន់អាស្វាទេពទីថាឯងបញ្ញាប្រាប់ទៅកាន់ម្ចាស់ឲ្យលឿនទៅតែវាមិនខ្វល់ទៅក៏បានបញ្ចេញនៅកណ្ដាប់ដៃយ៉ាងធំវាបង្ហាញទៅលើស៊ីហាក៏បានវាបកវែងវានៅកណ្ដាប់ដៃរបស់វាចោលក្នុងពេលនោះភ្លាមមើលទៅវាយមិនឈ្នះក៏បានឡើងលើរទេះត្រៀមនឹងចាក់ចេញបាទតែស៊ីហាមិនឲ្យវាចេញដល់ងាយស្រួលនោះទេក៏បានបញ្ចេញនៅបាតដៃយ៉ាងធំពីលើមេទម្លាក់ទៅលើវាក្នុងពេលនោះវាបញ្ញាបើកនៅនាងគ្មានស្មោរបស់ខ្លួនតែក៏ស៊ីដៃរួចទៅហើយដាក់ឡើងខ្ទមពីក៏បានខ្ទីចេញមកខាងក្រៅថាប្រើនៅខ្សែដើម្បីចាប់ចងហើយអ្វីបានជាឯងហ៊ានធ្វើបែបនេះចំពោះមនុស្សរបស់លោកម្ចាស់យើងផងឯងចង់ប្រឆាំងជាមួយនឹងគាត់មែនទេតែនោះខ្សែនោះមានធម៌ពលទេអាចឆក់វាបានថែមទៀតអញ្ចឹងដល់ពេលទីហៅឲ្យវានឹងនាំគាត់ទៅជួបនៅម្ចាស់របស់ខ្លួនគឺអបិលិនធាននៅទីនោះខ្ញុំអត់ខ្លាំងមែនទេតែពិតមែនទេដែលគាត់ចង់ប្រយុទ្ធជាមួយនឹងលិនធាននោះពួកគេកាន់តែចង់មើលជាងនេះទៅទៀតជ្រុលមកមួយក៏បានបើកឡើងថាអាស្វាទេពនោះក៏បាននាំស៊ីហាមកកន្លែងរបស់លោកម្ចាស់របស់ខ្លួនហើយអបិលនឹងឈន់ក៏នៅទីនោះដែរសិតតែជាសត្រូវចាស់របស់ស៊ីហានៅលើទូកដដែលឃើញថាមាននារីទេពម្នាក់បានក៏បានបង្ហាញខ្លួនការតុបតែងខ្លួនស្រស់ស្អាតខ្លាំងមែនទេនាងគឺខ្លាំងជាងលិនធានទៅទៀតមើលទៅដូចជាសត្វសេះបានស្វាទេពក៏បាននាំស៊ីហាមកជួបលោកម្ចាស់របស់ខ្លួននៅលើទូកហោះនោះហើយបាននារីនៅលើនោះក៏និយាយទៀតថាអ្វីបានជាឯងចាប់ចងនៅអ្នកបម្រើរបស់យើងអញ្ចឹងមានរឿងខ្លះដែលធ្វើឲ្យពួកយើងរងនូវភាពអាម៉ាស់ខ្លាំងមែនទែនងាកទៅកាន់អបិលិនធាននៅទីនោះគឺក៏បានធ្វើសកម្មភាពដោយផ្ទាល់ក៏ស្ទើរកាន់ស៊ីហាទីថាអ្វីបានជាឯងធ្វើបាបនៅទីស្កររបស់យើងអាចជិះទុកជីវិតរបស់ឲ្យឯងបើសិនជាឯងលើកដឹងនៅទៅកំហុសនោះតែស៊ីហាក៏តទៅវិញទៀតថាគ្រាន់តែជាសត្វជីមួយក្បាលដែលកំពុងតែនិយាយចំពោះមុខខ្ញុំតែប៉ុណ្ណោះទីក៏តទៅវិញទៀតថាពិតជាក៏អើតកតងខ្លាំងពិតមែននៅស្មានថាមនុស្សមកពីតំបន់3000ក៏អើតកតងដល់ឋានៈនេះនោះទេទីវាយទីស្កររបស់យើងហើយហ៊ានស្រែកនៅចំពោះមុខយើងថែមទៀតវាក៏ចាប់ផ្ដើមគម្រាមលំពេងមាននឹងអ្វីគឺជាការគោរពនោះហើយក៏មិនស្មានថានៅក្នុងតំបន់3000មានអ្នកដែលក្លាហានបែបនេះនោះទេហ៊ានចង់វាយជាមួយនឹងយើងតែខ្ញុំគិតថាឯងអាចហ្វឹកហាត់នៅពលឹងអមតៈអញ្ចឹងឈ្នះយើងនោះតែវាគឺជាអតិទេពដែលមានធម្មពលអតិទេពពិតប្រាកដគេហៅថាផ្កា Red Way ខ្ញុំមិនដឹងថាប្រែយ៉ាងម៉េចនោះទេបាទវាស្តីទៅនឹងផ្កាឈូកនឹងឯង Red Way ក៏បានផុសចេញពីក្រៅក្នុងរបស់វាក្នុងពេលនោះវានឹងឲ្យស៊ីហាសាក់ភ្លក់នៃរសជាតិនៃផ្ការបស់ខ្លួនហើយគឺជាធម្មពលនៃអតិទេពពិតប្រាកដហើយក៏បានត្រៀមខ្លួនដូចជាស្រេចបញ្ចេញនៃធម្មពលរបស់ខ្លួនដើម្បីទប់ទល់នន្តពីក៏បានប៉ះគ្នារុញគ្នាទៅវិញទៅមកផ្ទុះចាស់សម្បើមហើយក៏បានខ្ទីទៅមកខាងម្នាក់ព្រោះវាព្យាបាលជាខ្លាំងដែលគ្មានអ្វីត្រូវឆ្ងល់នោះទេអញ្ចឹងទៅបានជាវាក៏កតោមហ៊ានទប់ទល់ជាមួយនឹងយើងនោះតែស៊ីហាខ្វល់ជាមួយនឹងផ្កាអត់ប្រយោជន៍នេះនោះទេទឹករបស់គាត់
ត់គិតរួចហើយគិតទៀតមើលទៅផ្កានេះអាចជាមានប្រយោជន៍ពោះវាក្នុងការបង្កើតនៃធម្មពលប្រយោជន៍វាក៏បានធ្វើទៅម្ដងទៀតលើកនៅលំពេជាមួយធម្មពលរន្ទះចាប់ផ្ដើមវាប្រហែលយ៉ាងខ្លាំងក្លាជាហាមិនទាន់ប្រើប្រាស់អាវុធនោះទេប្រើដៃនិងជើងដើម្បីទប់ទល់តែប៉ុណ្ណោះជាណាទាំងពីរក៏បានប៉ះគ្នានៅលើអាកាសបុកទៅបុកមកតមកស៊ីហាចាប់ផ្ដើមប្រើប្រាស់នៃធម្មពលនៃព្រលឹងអមតៈទី3ជាដៃបន្តិចវាប្រហាវាដាប់ដៃយើងធំក៏បានលើកចេញពីលើអាកាសធ្វើវាព្យាឲ្យជាខ្លាំងក៏បានលើកលំពេដើម្បីកាប់វិញតែជើងណារបស់វានៅតែទៀតមកក្រោយដដែលវាព្យាឲ្យខ្លាំងមែនទេនេះគឺជាធម្មពលអតិទេព3ទីតើអ្វីទៅឆ្ងល់នោះទេតែឯងអាចយកឈ្នះនៅផ្កា Great Way របស់យើងបាននោះប្រទានដោយអតិទេពដ៏ខ្លាំងក្លាម្នាក់ពេលអ្នកនៅខាងក្រោមក៏ស្រែកហូរជ្រាវឲ្យនិយាយទីដោយនិយាយទៀតថាវាយល្អខ្លាំងណាស់លោកគឺជាមនុស្សដែលតំណាងឲ្យតំបន់ទាំង3000របស់យើងចឹងឆាប់ផ្ដល់មេរៀនឲ្យវាដឹងម្ដងទៅពេលរាជូក៏គ្រប់គ្រងនៅសេចបងស៊ីហើយរបស់ខ្លួនផងដែរណែម្នាក់ស្រីនោះពិតជាមានការចាប់អារម្មណ៍ជាខ្លាំងដោយមិននឹកស្មាននៅក្នុងតំបន់នេះមាននេះលាក់ខ្លួននៅក្នុងចំណោមមនុស្សនោះទេស៊ីហើយក៏តបទៅវិញថាបើសិនជាឯងខ្លាចនោះឆាសូមចុះចាញ់ហើយអង្វរការមេត្តាពីយើងមកពីក៏បានកវីនៅលំពេងជាងស៊ីហើយនឹងបំពេញបំណងរបស់វាក៏បានលាដែរបន្តិចធម្មពលរន្ទះបានផុសចេញមកតែលើមិនក៏បានលើចេញនៃធម្មពលមួយផ្សេងទៀតលើសម្លេងរបស់ប៉ែនាងឈួនស្ត្រីចាររបស់គាត់ក៏បានបង្ហាញខ្លួនសារជាថ្មីគឺគណៈចេញមករៀងអស្ចារ្យបាទដូចជាទីទេអញ្ចឹងតែនៅពេលដែលវាយមួយស៊ីហាវាយឲ្យរត់វាយមិនដែរជាស៊ីហាទេតែរឿងនៅពេលនេះក៏ស្រីតែនេះសូមអធិស្ឋានរកកំឈោងនៅក្នុងវីដេអូមួយនេះផងដែរ